ថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនឡើងវិញជូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជ្រាបអំពីស្ថានភាពដែលបាននឹងកំពុងវិវត្តហើយនឹងការងារដែលភាគីទាំងពីរកម្ពុជាថៃបានព្រមព្រៀងគ្នាហើយត្រូវអនុវត្តដើម្បីដោះស្រាយបញ្ហាដែលយើងកំពុងតែប្រឈមមុខនៅពេលនេះបាទហើយខ្ញុំសូមរំលឹកជូនអំពីខ្លឹមសារនៃសេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC រវាងកម្ពុជានិងថៃចុះថ្ងៃទី27ខែធ្នូឆ្នាំ2025បាទសង្កត់ធ្ងន់ត្រង់ចំណុចទី3ដែលចែងថាភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ទៅដល់ការខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឲ្យទៅគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្ដែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជន់នីនភាគីទាំងពីរឯកភាពគ្នាថាគណៈកម្មការចម្រុះព្រំដែននឹងផ្ដល់អត្ថប្រយោជន៍ខ្ពស់បំផុតចំពោះការងារវាស់វែងនិងខណ្ឌសីមាព្រំដែននៅតាមតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅបាទបងប្អូនយើងនេះគឺជាខ្លឹមសារនៃដែលបានចែងនៅក្នុងសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូ2025ហើយដែលយើងកំពុងតែអនុវត្តគោរពបទច្បាញ់នៅពេលនេះបាទគឺគេចែងច្បាស់អញ្ចឹងឥឡូវយើងងាកមកមើលជំហររបស់កម្ពុជាយើងបាទជំហររបស់កម្ពុជាគឺកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកកម្ពុជាមិនទទួលស្គាល់នៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយបាទហើយសកម្មភាពណាដែលប្រព្រឹត្តខុសពីការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូនិងកិច្ចព្រមព្រៀងនានាដែលមានកន្លងមកហ្នឹងត្រូវចាត់ទុកជាសកម្មភាពខុសច្បាប់និងរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់បាទចង់បញ្ជាក់ជូនជនរួមជាតិថាអ្វីដែលយើងបានឃើញនៅកន្លែងមួយចំនួននៅតាមបណ្ដោយព្រំដែនពេលនេះមិនមែនជាការកំណត់ព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរទេសូមបងប្អូនយើងច្បាស់កន្លែងត្រង់ហ្នឹងសូមរងចាំក្រុមការងារជំនាញប្រទេសទាំងពីរចុះវាស់វែងសិននោះទើបយើងអាចកំណត់ខ្សែបន្ទាត់ព្រំដែនអន្តរជាតិពិតប្រាកដរវាងប្រទេសទាំងពីរបានបាទនេះខ្ញុំសូមបងប្អូនជនរួមជាតិយើងយល់ហើយស្ងប់ចិត្តនៅក្នុងកន្លែងត្រង់ហ្នឹងរងចាំទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាទាំងនេះបាទ